លោកអុកញ៉ាអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភនៅគុណនិងលោកជំទាវសៅវណ្ណាដឹកនាំពិធីដង្ហែទានចំណាំព្រះវស្សាប្រគេនដល់ព្រះសង្ឃចំនួន21វត្តនៅខេត្តត្បូងឃ្មុំលោកអុកញ៉ាអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភនៅគុណនិងលោកជំទាវមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភសៅវណ្ណាព្រមទាំងអាយុដំកតេសង្ឃបឌិតគុណគឹមទេសរដ្ឋមន្ត្រីអនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជារួមជាមួយបុត្រាបុត្រីនិងចៅនាព្រឹកថ្ងៃទី22ខែកក្កដាឆ្នាំ2026បានអញ្ជើញជាអធិបតីក្នុងពិធីដង្ហែទានចំណាំព្រះវស្សាវត្ថុបច្ច័យនិងគ្រឿងឧបភោគបរិភោគវេប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន21វត្តព្រមទាំងពិធីប្រកាសតែងតាំងព្រះគ្រូចៅអធិការវត្តថ្មីចំនួន2វត្តនៅវត្តច័ន្ទគិរីហៅវត្តច័ន្ទទុងស្ថិតនៅឃុំស្រឡប់ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំពិធីដ៏មហាឡារឹកនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសសទ្ធាជ្រះថ្លានិងអធិកអធមដែលមានការនិមន្តនិងអញ្ជើញចូលរួមពីព្រះសទ្ធាភិញ្ញាណវណ្ដាវីព្រះអនុគុណស្រុកត្បូងឃ្មុំនិងថ្នាក់ដឹកនាំមន្ត្រីរាជការអាជ្ញាធរគ្រប់លំដាប់ថ្នាក់ពុទ្ធបរិស័ទនិងប្រជាពលរដ្ឋយ៉ាងច្រើនកុះករដែលបានរួមគ្នាដង្ហែទានចំណាំព្រះវស្សាដើម្បីវេប្រគេនព្រះសង្ឃសម្រាប់ប្រើប្រាស់ក្នុងអំឡុងពេលគង់ចាំព្រះវស្សាតាមទំនៀមទម្លាប់និងប្រពៃណីដ៏ផូរផង់នៃព្រះពុទ្ធសាសនានេះឱកាសនោះដែរក៏បានប្រារព្ធពិធីប្រកាសតែងតាំងព្រះគ្រូចៅអធិការវត្តថ្មីចំនួន2វត្តគឺវត្តច័ន្ទគិរីហៅវត្តច័ន្ទទុងនិងវត្តពោធិ៍ជ័យមង្គលហៅវត្តដំណាក់ចាដើម្បីបន្តដឹកនាំនិងអភិវឌ្ឍវិស័យព្រះពុទ្ធសាសនាក្នុងមូលដ្ឋានឲ្យកាន់តែរីកចម្រើនស្របតាមព្រះវិន័យនិងទំនៀមប្រពៃណីជាតិក្នុងឱកាសនោះអាយុដំកតេសង្ឃបឌិតគុណគឹមបានមានប្រសាសន៍ថាពិធីដង្ហែទានចំណាំព្រះវស្សាក្នុងថ្ងៃនេះគឺជាការគោរពប្រកាន់ខ្ជាប់នៅប្រពៃណីរបស់ព្រះពុទ្ធសាសនានិងពុទ្ធបរិស័ទខ្មែរដែលបានបន្តអនុវត្តតាំងពីបុរាណកាលមកដើម្បីគាំទ្រនិងទំនុកបម្រុងដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាព្រមទាំងរួមចំណែកថែរក្សានិងលើកតម្កើងនិងពង្រឹងព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋឲ្យស្ថិតស្ថេរគង់វង្សអាយុដំកតេសង្ឃបឌិតបានលើកឡើងថាលោកអុកញ៉ាអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភនៅគុណនិងលោកជំទាវមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភសៅវណ្ណាគឺជាលោកឪពុកនិងអ្នកម្ដាយរបស់លោកហើយទីវត្តអារាមច័ន្ទគិរីហៅវត្តច័ន្ទទុងនេះគឺជាទីកន្លែងដែលលោកធ្លាប់បានសិក្សារៀនសូត្ររស់នៅជាមួយព្រះភិក្ខុសង្ឃហើយទីនេះគឺជាស្រុកកំណើតរបស់លោកផងដែរហើយដើម្បីជាការតបស្នងសងគុណដល់លោកអ្នកមានគុណផងនិងចង់ជួយដល់ទីវត្តអារាមក្នុងទឹកដីកំណើតផងទើបថ្ងៃនេះមានការរៀបចំពិធីនេះឡើងដើម្បីបំពេញនៅបុណ្យកុសលក៏ដូចជាចង់បង្ហាញឲ្យឃើញថាការរួបរวมរបស់ប្រជាពលរដ្ឋព្រះសង្ឃនិងពុទ្ធបរិស័ទក្នុងការធ្វើបុណ្យទានមិនត្រឹមតែជាការបង្ហាញនៅសទ្ធាជ្រះថ្លាចំពោះព្រះពុទ្ធសាសនាប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាការលើកតម្កើងសីលធម៌គុណធម៌សាមគ្គីភាពនិងការចែករំលែកក្នុងសង្គមខ្មែរស្របតាមពុទ្ធឱវាទនិងវប្បធម៌ដ៏ផូរផង់របស់ជាតិអាយុដំក៏បានអំពាវនាវដល់ពុទ្ធបរិស័ទគ្រប់រូបបន្តចូលរួមថែរក្សាអភិរក្សនិងលើកស្ទួយព្រះពុទ្ធសាសនាតាមរយៈការគោរពប្រតិបត្តិធម៌វិន័យការធ្វើបុណ្យទាននិងការចូលរួមគាំទ្រសកម្មភាពនានារបស់វត្តអារាមដើម្បីឲ្យព្រះពុទ្ធសាសនាបន្តរីកចម្រើនជាមួយនឹងការអភិវឌ្ឍសង្គមជាតិជាមួយគ្នានេះដែរលោកអុកញ៉ាអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភនៅគុណនិងលោកជំទាវមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភសៅវណ្ណាព្រមទាំងកូនចៅក៏បានចូលរួមឧបត្ថម្ភបច្ច័យទ្រទ្រង់ព្រះសង្ឃនិងទីវត្តអារាមព្រមទាំងមានការធ្វើបុណ្យចែកទានដល់ពុទ្ធបរិស័ទដែលបានអញ្ជើញចូលរួមហើយឧបត្ថម្ភនៅគ្រឿងសម្ភារៈសិក្សាដល់សិស្សានុសិស្សដែលកំពុងសិក្សារៀនសូត្រនៅទីនោះផងដែរ